ឥឡូវនេះយើងបន្តមកដល់ទំព័រទី34 lesson 4 មេរៀនទី4 discuss how we develop ability ពិភាក្សាអំពីរបៀបដែលយើងអភិវឌ្ឍសមត្ថភាពចំណុច A គឺ infer meaning ពាក្យថា infer ហ្នឹងគឺសន្និដ្ឋានបាទអញ្ចឹងយើងត្រូវសន្និដ្ឋានពីអត្ថន័យ look at the cartoon គេឲ្យយើងមើលរូបគំនូរគូវចលនេះ study the proverb ចូលសិក្សាអំពីសុភាសិត with a partner choose the meaning you infer from it ជាមួយនឹងដៃគូចូលជ្រើសរើសអត្ថន័យដែលអ្នកសន្និដ្ឋានពីវា then discuss whether you know the proverb with a similar meaning ហើយពិភាក្សាមើលថាតើអ្នកអាចស្គាល់សុភាសិតដែលមានន័យស្តៀងគ្នានេះឬក៏អត់បើសុភាសិតហ្នឹងយើងឃើញគេប្រើពាក្យថា you can teach an old dog a new tricks ភាសាខ្មែរមានន័យថាអ្នកមិនអាចបង្រៀនឆ្កែចាស់ពីល្បិចថ្មីបានទេបាទពាក្យ trick ហ្នឹងគឺល្បិចបាទអញ្ចឹងយើងត្រូវសន្និដ្ឋានក្នុងចំណោម3ហ្នឹងគឺទី1 some dogs don't like to follow direction ឆ្កែមួយចំនួនវាមិនចូលចិត្តស្ដាប់តាមបង្គាប់នោះទេចំណុចទី2 it's hard to learn new things when you are not young វាពិបាករៀនអ្វីថ្មីណាស់នៅពេលដែលអ្នកមិនមែនស្ថិតនៅក្នុងវ័យក្មេងទៀត some dogs are happy and some dogs are bored សត្វឆ្កែខ្លះវារីករាយប៉ុន្តែសត្វឆ្កែខ្លះទៀតវាអផ្សុកអញ្ចឹងអ្នកនរគ្នាជ្រើសរើសយកមួយទៅចំណុច B គឺ listen for the main idea ចូលស្ដាប់ដើម្បីស្វែងរកគំនិតសំខាន់ listen to the podcast interview ចូលស្ដាប់នៅការផ្សព្វផ្សាយអំពីការសម្ភាសន៍មួយ circle the statement that express Dr. Mayer main idea ចូលជ្រើសរើសយកចំណុចមួយដែលជាគំនិតសំខាន់របស់វិជ្ជបណ្ឌិតឈ្មោះថា Mayer ចឹងមានចំណុច4 A B C D បាទចំណុច A គឺ practice is important if you want to learn a language ការហ្វឹកហាត់មានសារៈសំខាន់ប្រសិនបើអ្នកចង់រៀនភាសាថ្មី1 There are 3 factors that can help people develop new ability មានកត្តា3យ៉ាងដែលអាចជួយឲ្យមនុស្សអភិវឌ្ឍសមត្ថភាពថ្មី You can teach an old dog new tricks អ្នកមិនអាចបង្រៀនសត្វឆ្កែចាស់នៅល្បិចថ្មីបានទេ A motivated person wants to learn មនុស្សដែលពោពេញទៅដោយការលើកទឹកចិត្តគឺតែងតែចង់រៀនសូត្របាទអញ្ចឹងក្នុង4ហ្នឹងអ្នកនរគ្នាស្ដាប់ហើយជ្រើសរើសយកមួយបាទចំណុច C listen for details ចូលស្ដាប់ដើម្បីទទួលបានព័ត៌មានលម្អិត Listen again ចូលស្ដាប់ម្ដងទៀត circle the correct answer to complete each statement ចូលជ្រើសរើសយកចម្លើយដែលត្រឹមត្រូវដើម្បីយកមកបំពេញចន្លោះ based on the podcast គឺផ្អែកទៅលើការផ្សព្វផ្សាយនោះជាងទី1 two speaker are in អ្នកនិយាយទាំងពីរអ្នកនោះស្ថិតនៅបាទតើគាត់នៅ same city ទីក្រុងរួមគ្នា the same country ប្រទេសជាមួយគ្នា two different country ប្រទេសពីរផ្សេងគ្នា the same room ឬក៏នៅក្នុងបន្ទប់ជាមួយគ្នាទី2 the two speaker are discussing អ្នកទាំងពីរពិភាក្សាគ្នាលើអ្វី A psychology ចិត្តវិទ្យា the difficulty of learning English ការលំបាកក្នុងការរៀនភាសាអង់គ្លេស the development of ability ការអភិវឌ្ឍសមត្ថភាព the age when we can learn a language អាយុដែលយើងមិនអាចរៀនភាសាមួយបានទី3 the three factors that affect language learning are កត្តា3យ៉ាងដែលធ្វើឲ្យមានផលប៉ះពាល់ដល់ការសិក្សាភាសារួមមាន A native language ភាសាកំណើត motivation ការលើកទឹកចិត្ត and teacher ហើយនឹងគ្រូបរៀន learning languages ការរៀនភាសា sport កីឡា and musical instrument ហើយនឹងសម្ភារៈឧបករណ៍តន្ត្រី motivation ការលើកទឹកចិត្ត practice ការអនុវត្ត and
natural ability ហើយនឹងសមត្ថភាពពីធម្មជាតិ paying attention ការផ្ដោតការយកចិត្តទុកដាក់ reading ការអាន and listening ហើយនឹងការស្ដាប់ដែលចំណុចខាងក្រោមមួយទៀតនេះចំណុច D គឺ listen for key information ចូលស្ដាប់ដើម្បីស្វែងរកព័ត៌មានសំខាន់កន្លែងនេះគឺ read the statement and then listen again and write T for true and F for false according to Dr. Mayer ចឹងគេឲ្យយើងអានការថ្លែងនៅខាងក្រោមនេះហើយបន្តមកទៀតហ្នឹងគឺស្ដាប់ម្ដងទៀតហើយសរសេរថាតើ with true ឬក៏ with false ដែលផ្អែកទៅតាមលោកវិជ្ជបណ្ឌិត Mayer បាទសូមអរគុណ